ចឹងនៅក្នុងព័ត៌មានពុស្ដាដំបូងសូមត្រឡប់មករឿងយុទ្ធជនរបស់កម្ពុជាដល់ក្លាហានទាំង18រូបដែលត្រូវបានថៃដល់លែងមកវិញនៅថ្ងៃនេះខ្ញុំជឿថាប្រិមិត្តមានអ្នកណាមួយដែលថាមិនដឹងរឿងនេះទេហើយសូម្បីតែពិភពលោកក៏ផ្អើលពិភពលោកទាំងនៅអឺរ៉ុបទាំងនៅអាមេរិកនៅទូគីសារព័ត៌មានទូគីក៏ចុះផ្សាយទាំងអស់បាទខ្ញុំមិនអាចយកមកជម្រាបជូនទាំងអស់បានប៉ុន្តែក្រុមសារគឺពួកគាត់រីករាយចូលរួមរីករាយនឹងព័ត៌មាននេះផងដែរអញ្ចឹងខ្ញុំសូមដកស្រង់ខ្លះជម្រាបជូនប្រិមិត្តណាបាទអញ្ចឹងឲ្យដើម្បីឲ្យដឹងថាពីអន្តរជាតិគេរាយការណ៍យ៉ាងម៉េចបាទអញ្ចឹងនៅក្នុងព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍ដែលខ្ញុំដកស្រង់ច្រើនពីសារព័ត៌មានច្រើនមកបញ្ចូលគ្នាគឺបានឲ្យដឹងថានៅថ្ងៃពុធនេះថៃបានធ្វើមាតុភូមិនិវត្តយោធិនរបស់កម្ពុជាចំនួន18រូបដែលត្រូវបានចាប់ខ្លួនកាលពីខែកក្កដាកន្លងទៅនេះគឺជាសញ្ញាមួយដែលបង្ហាញនៅការរីកចម្រើនដែលឈានទៅដល់ការបន្ធូរបន្ថយនៅភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរនេះចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ដើមបានផ្ទុះមកឡើងនៅដើមឆ្នាំនេះលោកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជាតាដែលជាអ្នកនាំពាក្យក្រសួងការពារជាតិរបស់កម្ពុជាបានបញ្ជាក់ថាយោធិនទាំង18រូបរបស់កម្ពុជាពិតជាត្រូវបានដល់លែងហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយសុវត្ថិភាពនៅព្រឹកថ្ងៃពុធហើយបើតាមសម្រងដើមរបស់សារព័ត៌មាននឹងដែលអ្នកស្រីបានថ្លែងក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថាគឺប្រទេសកម្ពុជានៅតែមានក្តីសង្ឃឹមថាការដោះលែងនេះគឺជាសញ្ញាដ៏សំខាន់មួយដែលនឹងចូលរួមចំណែកទៅដល់ការកសាងទំនុកចិត្តvà នឹងការជឿជាក់គ្នាទៅវិញទៅមកហើយអ្នកស្រីបានបន្ថែមថាអ្នកស្រីជឿជាក់ថាកាយវិការនេះគឺបានបង្កើតនៅបរិយាកាសដែលមានផលិតដែលអាចជួយសម្រួលដល់មានសន្តិភាពស្ថិរភាពនិងការធ្វើតំណែងតំណងឲ្យមានលក្ខណៈប្រក្រតីឡើងវិញទាំងស្រុងតែម្ដងដែលជាផលប្រយោជន៍ទៅដល់ប្រទេសទាំងពីរគឺកម្ពុជានិងថៃហើយនឹងប្រជាពលរដ្ឋនៃប្រទេសទាំងពីរផងដែរនៅក្នុងពេលអនាគតដោយឡែកក្រសួងការបរទេសរបស់ថៃវិញក៏បានចេញសេចក្តីថ្លែងការណ៍មួយដែរដែលក្នុងនោះខ្លឹមសារសំខាន់គឺប្រទេសថៃសម្ដែងនៅក្តីសង្ឃឹមថាបាទកម្ពុជានឹងយកកាយវិការនេះថាជាសុឆន្ទៈបាទតាមរយៈចង់ឃើញកម្ពុជាចាត់នៅវិធានការជាក់លាក់បន្ថែមទៀតដើម្បីបានលើកកម្ពស់នៅសន្តិភាពដែលមានលក្ខណៈបាទថថេរបាទរវាងប្រទេសទាំងពីរនេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសរបស់ប្រទេសថៃសារព័ត៌មានបានមកឲ្យដឹងទៀតថាគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលចុះហត្ថលេខាកាលពីពេលថ្មីនេះរួមមានការជប់ច្បាំងគ្នាហើយបានចូលជាធរមានកាលពីថ្ងៃសៅរ៍កន្លងមកនេះគឺទីក្រុងបាងកកត្រូវដោះលែងយុទ្ធជនទាំង18រូបរបស់កម្ពុជាប្រសិនបើបទជប់បាញ់នោះគឺនៅមានសុពលភាពរយៈពេល72ម៉ោងហើយសារព័ត៌មាននេះបានដឹងថាទីក្រុងបាងកកក៏បានពន្យាពេលការដោះលែងនឹងបន្តិចគឺលើសពីការកំណត់នឹងដែលចូលមកដល់កាលពីថ្ងៃអង្គារបាទដោយសារតែថៃពេលនោះគឺបានចោទប្រទេសកម្ពុជាថាបានរំលោភបទជប់បាញ់គ្នាលក្ខខណ្ឌនៃបទជប់បាញ់គ្នានោះដោយមានការបង្ហោះដ្រូនផងដែរមន្ត្រីនានាដែលមកពីអង្គការកាកបាទក្រហមអន្តរជាតិបាទហើយនឹងអ្នកសង្កេតការណ៍របស់អាស៊ានក៏បានមានវត្តមាននៅពេលនោះដែរដើម្បីពិនិត្យមើលការវិលត្រឡប់ទៅវិញការមាតុភូមិនៅបរិវិញដែលបានរៀបចំឡើងនៅប្រហែលជាម៉ោង10ព្រឹកមកនៅក្នុងប្រទេសកម្ពុជាដែលភាគីបានទាំងពីរបានបញ្ជាក់ឲ្យដឹងហើយកម្ពុជាបាននិយាយថាការប្រគល់យុទ្ធជនទាំង18រូបនោះបានធ្វើឡើងនៅកន្លែងច្រកព្រំណាបាទនៅក្នុងខេត្តបៃលិនរបស់កម្ពុជាបើតាមសេចក្តីរាយការណ៍នេះក៏បានបញ្ជាក់យ៉ាងច្បាស់ថាគឺប្រទេសថៃបានចាប់យុទ្ធជនទាំង18នាក់នោះគឺក្រោយពីបទជប់បាញ់គ្នាបានចូលជាធរមានកាលពីខែកក្កដាបាទហើយគឺពួកគេបានឃុំយុទ្ធជនទាំងអស់នោះរហូតតែមានការដោះលែងនៅពេលនេះបាទហើយកម្ពុជាវិញបានចាត់ទុកថាការឃុំឃាំងយុទ្ធជនរបស់ខ្លួនគឺជាសកម្មភាពមួយដែលធ្វើឡើងដោយខុសច្បាប់
នេះគឺជាអ្វីដែលសារព័ត៌មានអន្តរជាតិបានរាយការណ៍អញ្ចឹងខ្ញុំសូមដកសង្ខេបប៉ុណ្នេះគឺជាសេចក្តីរាយការណ៍ស្តៀងគ្នាបាទមានលក្ខណៈស្តៀងគ្នាដែលមានលក្ខណៈវិជ្ជមានហើយគាត់បានរាយការណ៍ចូលទៅដល់ពាក់ព័ន្ធជាមួយនឹងការចង់ឃើញបទជបាញ់គ្នានៅជាប់ជាប្រចាំនិងដោះស្រាយបញ្ហាចំនួនព្រំដែនរវាងប្រទេសទាំងពីរផងដែរឥឡូវនេះខ្ញុំសូមជូនបន្តគឺប្រតិកម្មនានាបាទគឺបើតាមខ្ញុំមើលតាមបណ្ដាញសង្គម Facebook ឃើញលោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីកម្ពុជាបាទបានបញ្ជាក់តាមបណ្ដាញសង្គមបាទក្រោយពីជួបជាមួយនឹងយុទ្ធជនទាំង18រូបនោះថាបាទលោកបានសរសេរថាទោះជាយូរបន្តិចប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេថ្ងៃនេះរាជរដ្ឋាភិបាលបានបំពេញកាតព្វកិច្ចសំខាន់ទាំង3សម្រាប់បងប្អូនវីរយុទ្ធជនទាំង18រូបដែលយើងបានកំណត់ដាក់ចេញភ្លាមចាប់តាំងពីថ្ងៃដែលបងប្អូនត្រូវបានចាប់ខ្លួននៅថ្ងៃទី29កក្កដា2025គឺ155ថ្ងៃគត់កាតព្វកិច្ចសំខាន់ទាំង3នោះគឺការធានាអាយុជីវិតធានាសុខសុវត្ថិភាពនិងការស្វែងរកសេរីភាពជូនបងប្អូនបាទហើយលោកបានបញ្ចប់ដោយសរសេរថាសូមអបអរសាទរចំពោះការទទួលបាននៅសេរីភាពវិលត្រឡប់មកជួបជុំគ្រួសារវិញរបស់បងប្អូនវីរយុទ្ធជនទាំង18រូបបាទអញ្ចឹង155ថ្ងៃនៅក្រោមការឃុំឃាំងរបស់ថៃហើយបូកនឹងគាត់ប្រយុទ្ធរយៈពេល5ថ្ងៃទៀតបាទអញ្ចឹងគឺ160ថ្ងៃនៃការលះបង់របស់គាត់ដើម្បីមាតុភូមិរបស់កម្ពុជានេះជាតួលេខមួយដែលប្រិមិត្តមិនគួរភ្លេចនោះទេបាទហើយប្រតិកម្មមួយទៀតនោះគឺពីឯកអគ្គរដ្ឋទូតរាជទូតរបស់ជប៉ុនលោកអ៊ូអ៊ីណូបានសរសេរសារតាមបណ្ដាញសង្គម Facebook របស់ទូតនៅក្នុងប្រទេសកម្ពុជាផងដែរដោយលោកបានសរសេរថាខ្ញុំសូមស្វាគមន៍ចំពោះការដោះលែងទាហានកម្ពុជាទាំង18នាក់ខ្ញុំសង្ឃឹមថាបទជបាញ់នឹងត្រូវបានរក្សាហើយភាពតានតឹងរវាងប្រទេសកម្ពុជានិងថៃនឹងត្រូវបានកាត់បន្ថយបន្ថែមទៀតបាទហើយពីខាងសហភាពអឺរ៉ុបវិញបាទសូមដាក់រូបភាពខាងសហភាពអឺរ៉ុបបន្តិចមកបាទខាងសហភាពអឺរ៉ុបក៏បានចេញសេចក្តីថ្លែងការណ៍មួយដែរឯកអគ្គរដ្ឋទូតរបស់សហភាពអឺរ៉ុបប្រចាំនៅកម្ពុជាណាក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរហើយគាត់បានសរសេរថាការដោះលែងទាហានកម្ពុជាចំនួន18នាក់នៅថ្ងៃនេះគឺជាការវិវត្តដ៏គួរឲ្យរីករាយនិងជាជំហានដ៏សំខាន់មួយក្នុងការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសកម្ពុជានិងប្រទេសថៃសហភាពអឺរ៉ុបសូមអំពាវនាវឲ្យមានការបន្តអនុវត្តប្រកបដោយសុឆន្ទៈនៅរាល់ការបដិញ្ញាចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅ JBC កាលពីថ្ងៃទី27ខែធ្នូបាទនេះគឺសហភាពអឺរ៉ុបណាបាទដោយឡែកលោកយ៉ែមបញ្ញរិទ្ធប្រធានគណៈបកប្រជាធិបតេយ្យជឿនលឿនបាទលោកបានសរសេរនៅក្នុងបណ្ដាញសង្គមរបស់លោកដោយបង្ហោះដែរលោកថាសូមគោរពដឹងគុណនិងសូមស្វាគមន៍យុទ្ធជនទាំង18រូបដែលបាននិវត្តន៍មកកាន់មាតុប្រទេសយើងវិញបានជួបជុំគ្រួសារនិងសូមគោរពជូនពរឲ្យមានសុខភាពល្អសុខសុវត្ថិភាពសុភមង្គលហើយលោកបានសរសេររៀបរាប់ថាបន្ទាប់ពីបទជបាញ់លើកទី1ចូលជាធរមានថ្ងៃទី28ខែ7ឆ្នាំ2025សៀមបានចាប់ខ្លួនវីរៈកងទ័ពកម្ពុជាទាំង18រូបនៅព្រឹកថ្ងៃទី29ខែ7 2025អស់រយៈពេល155ថ្ងៃទើបត្រូវបានដោះលែងនៅព្រឹកថ្ងៃទី31ខែ12 2025តាមច្រកព្រំខេត្តបៃលិនបាទនេះគឺជាលោកយ៉ែមបញ្ញរិទ្ធដែលជាប្រធានគណៈបកប្រជាធិបតេយ្យជឿនលឿននៅក្នុងប្រទេសកម្ពុជាហើយលោកបណ្ឌិតកិនភៀដែលជាប្រធានវិទ្យាស្ថានអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាក៏សម្ដែងអំណរគុណផងដែរបាទលោកបានសរសេរជាច្រើនចំណុច6ចំណុចក៏ប៉ុន្តែខ្ញុំសូមយក2ចំណុចចុងក្រោយដែលលោកបានសរសេរហ្នឹងគឺលោកបានថាការងារបន្តនិងអធិភាពចំពោះមុខភាគីទាំងពីរត្រូវតែគោរពបទជបាញ់ស្មារតីនៃសេចក្តីប្រកាសរួមគូឡាឡំពួរស្មារតីនៃកិច្ចប្រជុំ JBC ទាំង3លើកនិងស្មារតីនៃកិច្ចប្រជុំត្រីភាគីនៅខេត្តយូណានប្រទេសចិនរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជាចិននិងថៃឲ្យបានពេញលេញមានប្រសិទ្ធភាពប្រកបដោយការបដិញ្ញាចិត្តខ្ពស់ភាពស្មោះត្រង់និងតម្លាភាពហើយចុងក្រោយលោកបណ្ឌិតកិនភៀបានសរសេរថាភាគីទាំងពីរត្រូវតែប្រញាប់ប្រញាល់ដោះស្រាយបញ្ហាខ្សែបន្ទាត់ព្រំដែនតាមរយៈយន្តការ JBC ឲ្យបានឆាប់តាមដែលអាចធ្វើបានដើម្បីប្រែក្លាយព្រំដែនសង្គ្រាមទៅជាព្រំដែនសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍបាទនេះគឺជាប្រតិកម្មច្រើនណានេះគឺជាប្រតិកម្មពីគេថា
អ្នកល្បីអ្នកដែលមានមុខមាត់អ្នកដែលអិសរាជជននយោបាយជាច្រើនហើយនឹងទាំងកម្ពុជានិងអន្តរជាតិដែលបានបញ្ចេញពាក់ព័ន្ធនឹងការដោះលែងវីរយុទ្ធជនរបស់កម្ពុជាទាំង18រូបបាទហើយដូចដែលខ្ញុំបានបញ្ជាក់មុន show អញ្ចឹងខ្ញុំបាននិយាយថាចម្លើយនៅនឹងមុខបាទកុំបាច់សួររកច្រើនទៀតទេអ្វីដែលខ្ញុំជម្រាបជូននេះគឺជាសារពី Washington ហើយប្រិមិត្តយកទៅបកស្រាយយល់ខ្លួនឯងមិនមែនសាររបស់ម៉ែនកំសែងទេគឺជាសារពី Washington ឈ្មោះដែលខ្ញុំរៀបរាប់កន្លែងនេះចងចាំនៅថ្ងៃនេះបាទខ្ញុំមិនអាចនិយាយអស់បានទេប៉ុន្តែខ្ញុំអាចនិយាយថាជាសារពី Washington